ហើយតើគ្នាយើងដែលសួរថាតើធ្វើម៉េចដើម្បីបូសរុប symbol សញ្ញាធីកនឹងបានតែធីកនេះមានន័យថាវត្តមានអញ្ចឹងវីដេអូនេះខ្ញុំនឹងបង្ហាញពីវិធីរាប់វត្តមានដែលប្រើ symbol សញ្ញាធីកបែបនេះអញ្ចឹងជាដំបូងយើងត្រូវស្គាល់អក្សរឬក៏សញ្ញាដែលបានបញ្ចូលអញ្ចឹងអក្សរ A យើងមើលក្នុង formula bar គឺជាអក្សរ A ហើយ font គឺ font ធម្មតាប៉ុន្តែសញ្ញាធីកឬសញ្ញាគ្រីសហ្នឹងក្នុង formula bar គឺអក្សរ P ហើយ font ពុំអក្សរហ្នឹងគឺ winding 2 អញ្ចឹងអាហ្នឹងវាគ្រាន់តែជាការបញ្ចូលអក្សរ P ហើយដូរ font ទេបើសិនយើងដូរ font ផ្សេងវាទៅជាអក្សរ P វិញឃើញអញ្ចឹងយើងរាប់ហ្នឹងគឺយើងប្រើរូបមន្ត count if ជាមួយនឹង rank ធម្មតាបាទ rank យើងស្លេចមកជួរដេកអញ្ចឹងមកហើយចំពោះក្រៅចរិយារបស់វាគឺជាអីគឺជាអក្សរ P យើងដាក់អក្សរ P នៅក្នុងកណ្ដាលមកបាទអញ្ចឹងបាត់វងចោល enter មកអញ្ចឹងសញ្ញាគ្រីសនេះគឺជាអក្សរ P ឬក៏អក្សរ P នឹងឯងហើយចំពោះរាប់វត្តចំពោះរាប់អវត្តមានវិញគឺបានថាយើងរាប់ count if អក្សរ A មកបើសិនជាអ្នកនរគ្នាបញ្ចូលដោយអក្សរផ្សេងដាក់អក្សរផ្សេងអញ្ចឹងទៅអញ្ចឹងយើងប៉ុណ្ណឹងហើយយើង select អូសមកទាំងពីរមកអញ្ចឹងយើងប្រកាសជាបានវត្តមានហ្នឹងចំនួនអវត្តមានហើយសញ្ញាគ្រីសនេះយើងអាចបានមកពីការបញ្ចូល symbol ឬក៏បញ្ចូលអក្សរ P ហើយដូរទៅ font winding 2ទៅក៏បានដែរអញ្ចឹងអរគុណច្រើន